បាទសូមគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយថ្ងៃនេះវិលមកជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយបងប្អូនណានៅថ្ងៃនេះដែរគឺខ្ញុំយកសាច់រឿងខ្មោចពីចំនួនមុនដែលចាស់បុរាណគាត់បាននិយាយតគ្នាមកណាគាត់ថាមានលោកតាម្នាក់ដែលគាត់មានវ័យ75ឆ្នាំហើយគាត់បាននិយាយអំពីភូមិមួយដែលជាភូមិលិចទឹកណាដោយសារតែភូមិហ្នឹងគឺត្រូវបានគេបោះបង់ចោលយូរឆ្នាំហើយហេតុការណ៍ដ៏ចម្លែកក៏បានកើតឡើងនៅក្នុងភូមិស្រុកហ្នឹងដែរអញ្ចឹងកាលពីចំនួនមុនចាស់បុរាណខ្មែរយើងគឺគាត់មានអបិយជំនឿខាងពពុះខ្មោចព្រាយនឹងខ្លាំងមែនទែនឲ្យតែមានកូនគាត់រៀងឈឺតិចតួចហ្នឹងគាត់យកដង្វាយទៅសែនឲ្យគេហើយថ្ងៃនេះគឺខ្ញុំមានពីរសាច់រឿងដើម្បីយកមកដំណើរចែកជូនទៅកាន់ពុកម៉ែបងប្អូនស្ដាប់កំសាន្តណាអញ្ចឹងបើសិនជាបងប្អូនមិនចិត្តកំណាញ់ទេសូមជួយចុច Subscribe លើ Channel ថ្មីរបស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅសាច់រឿងថ្មីទៀតពីខ្ញុំបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលចូលទៅដល់សាច់រឿងយើងតែម្ដងបងប្អូនណាសម្រាប់រឿងនេះគឺបានកើតឡើងកាលពីចំនួនចាស់ដែលគាត់បាននិយាយអំពីភូមិមួយដែលជាភូមិដ៏ដាច់ស្រយាលខ្លាំងមែនទែនដោយសារតែភូមិហ្នឹងគឺពីមុនមកធ្លាប់មានរឿងកើតឡើងខ្លាំងមែនទែនដោយសារតែអ្នកភូមិជាច្រើនមានការភ័យខ្លាចទៅលើសពដែលត្រូវតែស្លាប់ហើយហ្នឹងគឺគេយកទៅប្លង់ចោលនៅក្នុងព្រៃហើយជាទូទៅគឺជាធម្មតាអ្នកស្រុកអ្នកភូមិឲ្យតែមានអ្នកដែលស្លាប់ហ្នឹងគឺចំនួនមុនចាស់គាត់តែងតែយកសាកសពរបស់មនុស្សស្លាប់ហ្នឹងយកទៅដាក់លើដើមឈើឬក៏យកទៅបដែតទឹកបដែតអីចឹងណាអញ្ចឹងជាធម្មតានៅក្នុងភូមិស្រុកហ្នឹងគឺរបៀបថារស់នៅដោយសាមញ្ញរស់នៅដោយហៅថាជីវភាពធម្មតាហ្មងណាដោយធម្មជាតិអត់មានជាតិគីមីអីទេសូម្បីតែបន្លែដែលនៅស្រុកនៅភូមិគាត់ដាំហ្នឹងក៏មិនប្រើជាតិគីមីដែរដោយសារតែចំនួនមុនគឺប្រើតែជីអាចគោអីហ្នឹងដើម្បីដាក់បន្លែណាអញ្ចឹងធម្មតានៅក្នុងភូមិហ្នឹងគឺមានសភាពស្ងប់ស្ងាត់ជ្រងំមែនតើអញ្ចឹងក្នុងស្រុកភូមិហ្នឹងគឺមាន លោកយាយម្នាក់ដែលគាត់ហ្នឹងគឺមានវ័យ85ឆ្នាំទៅហើយគាត់ហ្នឹងរៀនខាងវិជ្ជាមន្តអាគមឬក៏ហៅថាជាពពុះធ្មប់ណាហើយគាត់មានចៅស្រីរបស់គាត់ហ្នឹងម្នាក់ដែលជាចៅស្រីកំមុំទៀតអាយុ17 18ឆ្នាំណាហើយគាត់ដឹងថាខ្លួនគាត់គឺចិត្តស្លាប់ទៅហើយគាត់បានផ្ទេរតំណែងហៅថាតំណែងធ្មប់ព្រាយហ្នឹងគឺផ្ដល់ទៅឲ្យចៅរបស់គាត់ចឹងនៅក្នុងភូមិស្រុកហ្នឹងជាធម្មតាឲ្យតែមានអ្នកស្រុកអ្នកភូមិណាគាត់ឈឺអីហ្នឹងគឺតែងតែយកកូនរបស់គាត់ហ្នឹងទៅមើលផ្ទះលោកយាយហ្នឹងហើយលោកយាយហ្នឹងគាត់ចេះខាងវិជ្ជាពេទ្យដែរបងប្អូនហើយអត់មានអ្នកណាអីចេះខាងពេទ្យខាងអីទេក្នុងភូមិហ្នឹងគឺមានតែគាត់ម្នាក់ទេហើយលោកយាយគាត់មានបច្ចុប្បន្ន80ឆ្នាំជាងហ្នឹងដោយសារតែសុខភាពរបស់គាត់ហ្នឹងល្អអញ្ចឹងធម្មតាបងប្អូនមនុស្សយើងឲ្យតែមានសុខភាពល្អគឺអាចរស់នៅបានយូរហើយវាបូកផ្សំនឹងយើងនឹងធ្វើអំពើល្អដែរមិនមែនថាសុខភាពល្អយើងទៅធ្វើអាក្រក់ណាមិនមែនអញ្ចឹងទេបងប្អូនអញ្ចឹងលោកយាយគាត់ចាប់ផ្ដើមដឹងថាចៅស្រីរបស់គាត់នឹងអាចទទួលតំណែងពីគាត់បានហើយអញ្ចឹងថ្ងៃមួយគាត់ហៅចៅរបស់គាត់នឹងមកបន្ទប់កន្លែងគាត់នឹងដោយបន្ទប់គាត់នឹងគឺមើលទៅគួរឲ្យខ្លាចមែនទែនវារបៀបថាចុះធម្មតាបងប្អូននៅក្នុងផ្ទះអ្នកដែលរៀនមន្តអាគមហ្នឹងគេប្រើបាយសីប្រើអីចឹងណាបាយសី5ថ្នាក់7ថ្នាក់អញ្ចឹងណាហើយចៅស្រីគាត់ហ្នឹងចេះតែឆ្ងល់គាត់សួរយាយរបស់គាត់ណាយាយហៅខ្ញុំមានកាយយាយវាថាគាត់ក្មេងគាត់និយាយរៀងកបត់អញ្ចឹងណាហើយលោកយាយគាត់ថាចៅហើយតែយាយហៅមកយាយមានការហើយអញ្ចឹងចៅឯងយកទឹកចុះធម្មតានៅក្នុងភូមិស្រុកហ្នឹងចំនួនមុនគេអត់សូវប្រើរបស់របរអីហឺហាយដូចសម័យឥឡូវណាបងប្អូនគឺគេប្រើតែដូចជាផ្តិលអីចឹងណាបងប្អូនហើយទឹកនៅក្នុងផ្តិលហ្នឹងគាត់បានដាក់ទឹកមាត់របស់គាត់ចូលមកដោយទឹកមាត់របស់គាត់ហ្នឹងគឺមិនដឹងថាគាត់ហ្នឹងគឺបញ្ចុះមន្តអាគមអ្វីទេទៅឲ្យចៅស្រីរបស់គាត់ហ្នឹងផឹក
ហើយបងប្អូនស្ដាប់សាច់រឿងនេះគឺទៅរបៀបថាដូចជារឿងអាបមែនទេវាមិនមែនទេបងប្អូនតាមកាពិតលោកយាយហ្នឹងគាត់រៀនវិជ្ជាខាងធ្មប់ពពួកធ្មប់ហ្នឹងគឺវារបៀបថាជាពពួកបូកផ្សំជាមួយនឹងពពួកព្រាយដែរណាវាចូលចិត្តធ្វើទង្វើល្អប្រហែលទេពួកធ្មប់ហ្នឹងពេលខ្លះវាអាចសម្លាប់មនុស្សហ្នឹងបានមួយរំពេចគិតថាអ្នកដែលជឿខាងអបិយជំនឿខាងធ្មប់ហ្នឹងគឺពេលខ្លះគាត់ជឿច្រើនខាងគ្រូមន្តអាគមអីហ្នឹងទស្សទាយអីខាងទាយខែឆ្នាំអីហ្នឹងគឺពេលខ្លះគាត់ចំណាយទៅលើនឹងច្រើនតែអានេះគ្រាន់តែជាមុខរបរគេមុខរបររបស់គេទេបងប្អូនវាមិនមែនជាហៅថារឿងពិតទេគ្រាន់តែគេបង្កើតមកដើម្បីការរកស៊ីរបស់គេទេអញ្ចឹងពេលខ្លះបងប្អូនអត់ដឹងបងប្អូនចំណាយទៅលើរឿងនឹងច្រើនពេកវាធ្វើឲ្យបងប្អូននឹងបាក់ទឹកចិត្តអូទស្សទាយឆ្នាំនោះឆ្នាំក្រោយហ្នឹងអាចនឹងមានហើយមានបងប្អូនខ្លះគាត់ទៅទាយខាងគ្រូខ្មែរគ្រូអីណានោះនេះខ្ញុំនិយាយទៅប៉ះពាល់ដល់ការរកស៊ីរបស់គេទៀតហើយបើសិនខ្ញុំនិយាយទៅប៉ះពាល់ក៏សូមអធិស្ឋានផងគាត់ទៅមើលគ្រូខ្មែរហ្នឹងទៅមើលខាងហងស៊ុយអីរកស៊ីមានអញ្ចឹងណាហើយដាក់តំណឹបដាក់អីឲ្យគ្រូហ្នឹងទៅមានអីបងប្អូនមើលអស់គ្រាន់តែមើលរាសីអីហ្នឹងមើលអស់ចិត្ត1000ដុល្លារអត់មានអីទេក្រលើដើមបងប្អូនអញ្ចឹងបាទថាបងប្អូនណាកុំចេះតែជឿអបិយជំនឿប្រេះផ្ដាស់ណាមុននឹងយើងជឿអ្វីមួយគឺត្រូវពិចារណាច្បាស់លាស់បន្តិចអញ្ចឹងប្រហែលជាថ្ងៃនេះគឺ admin ត្រូវទឹកភ្លៀងបងប្អូនណាហើយនិយាយទៅរៀងស្អកបន្តិចហើយក៏សូមអធិស្ឋានផងអញ្ចឹងបកមករឿងយើងវិញនៅពេលដែលបងអូនស្រីម្នាក់ហ្នឹងគាត់បានសួរទៅកាន់លោកយាយរបស់គាត់ហ្នឹងលោកយាយគាត់ក៏បានហុចផ្តិលដែលគាត់ហ្នឹងគឺបានបញ្ចុះមន្តអាគមហើយមិនដឹងថាគាត់ហ្នឹងគឺមិនចុះមន្តអាគមអីគេទេគាត់ហុចទៅឲ្យចៅស្រីរបស់គាត់ហ្នឹងផឹកហើយចៅស្រីរបស់គាត់ចេះតែឆ្ងល់ថាយាយអាហ្នឹងទឹកអីគេយាយចៅឯងកុំសួរច្រើនអីចៅឯងផឹកទៅអានេះគឺជាទឹកដែលយាយឲ្យចៅឯងផឹកចុះធម្មតាក្មេងគឺអត់ដឹងទេក៏ប្អូនស្រីម្នាក់ហ្នឹងគាត់យកទឹកក្នុងផ្តិលហ្នឹងដើម្បីផឹកមកអស់លីងគ្រាន់តែគាត់ផឹកអាទឹកហ្នឹងហើយបងប្អូនលោកយាយរបស់គាត់ហ្នឹងដាច់ខ្យល់ផឹងបានន័យថាគាត់ផ្ទេរតំណែងធ្មប់ហ្នឹងឲ្យប្អូនស្រីម្នាក់ហ្នឹងហើយអញ្ចឹងពេលដែលយប់ឡើងបងប្អូនណាស្ថានភាពប្អូនស្រីហ្នឹងហាក់បីដូចជាខុសប្រក្រតីគឺខ្លួនប្រាណរបស់គាត់ហ្នឹងប្រែកាឡាជារូបរាងសត្វបន្តិចមនុស្សបន្តិចយ៉ាងម៉េចទេបងប្អូនគាត់រត់ចូលទៅក្នុងព្រៃហ្នឹងគាត់ខ្លាចខ្លួនជាធ្មប់ភ្លាមបងប្អូនពេលហ្នឹងណាហើយខ្ញុំនិយាយទៅពេលខ្លះបងប្អូនមិនជឿទេមែនទេរឿងធ្មប់រឿងអាបអីហ្នឹងហើយបងប្អូនគិតថាមានឬក៏មិនមានបើសួរ admin ខ្ញុំគិតថាមាននៅលើលោកយើងនេះគឺអ្វីក៏វាកើតឡើងបានដែរដោយសារតែពេលខ្លះយើងមិនដែលឃើញទេក៏យើងគិតថាអត់ជឿទៅសូម្បីតែខ្មោចបងប្អូនខ្លះធ្លាប់តែឮទេមែនទេអត់ដែលឃើញទេបើសិនជាបងប្អូនចង់ឃើញ admin មានវិធីមួយក៏ប៉ុន្តែវិធីហ្នឹងគឺបើសិនជាបងប្អូនជួបប្រទេសអីគឺខំបន្ទោស admin ណាសម្រាប់បងប្អូនដែលគាត់ចង់ឃើញខ្មោចបងប្អូនអាចប្រហែលជាម៉ោង12យប់ណាម៉ោង12យប់រៀងស្ងាត់ចងុំអញ្ចឹងហើយក្រោយផ្ទះបងប្អូនមានព្រៃមានអីរៀងស្ងាត់អញ្ចឹងចូលរៀងជ្រៅតិចទៅហើយបងប្អូនកាន់ចានមួយបងប្អូនដាក់ដូចជានំមាន់អញ្ចឹងទៅជាដង្វាយសែនឲ្យពពួកមនុស្សហ្នឹងណាហើយបងប្អូនដើរទៅចូលទៅក្នុងព្រៃហ្នឹងទៅម៉ោង12យប់ណារៀងស្ងាត់អញ្ចឹងហើយបងប្អូនកុំទៅច្រើននេះទៅតែម្នាក់ឯងបានហើយអាហ្នឹងសម្រាប់បងប្អូនដែលគាត់ចង់ឃើញខ្មោចហើយបងប្អូនពោលវិចារទៅពោលថាបើសិនជានៅកន្លែងនេះបើសិនជាមានពពួកមនុស្សឬក៏ពពួកព្រាយខ្មោចព្រាយបិសាចណាអញ្ជើញមកសាបសោយសំណែនដែលខ្ញុំសែននេះផងហើយនិមិត្តខ្លួនឲ្យខ្ញុំឃើញផងបងប្អូនបិទភ្នែកប្រហែលជា15នាទីបងប្អូនបើកភ្នែកជាងផឹមតិចពេលនោះបងប្អូនប្រកាសជាឃើញនៅទស្សនភាពដែលបងប្អូនចង់ឃើញហើយតែបើសិនជា
khơi hai bà bồn mẹ làm tha bà bồn đồn thốt khăn kèng bẹt đâu ấy cứ admin ở tụ không thử thế tại sao tại dương từ chơi cái hơi nâng kế có màu bà bồn á anh nó hiểu biết đôi gì dương từ chơi cái hơi chơi cái đầm bay ở máu sạp sau tới sầm nãy là dương ban sai nè sai tại ở bộ pre không mọi mà đúng không ạ chẳng bộ nắng cana là dương sai này biết cứ bộ nó viên thì mất luôn là dương khơi liềm bị khá mà nuôi dương ở đại khơi sọ xẹp tại khơi mà đó bạ sa bạt mà tôi chia bồn đào lên buôn đập mà phải nè chẳng ạ đào lên bồn phú nó hay xẹp là đào mà tè với nhìn luôn tới khơiแต่มันเนี้ยก็มีน chẳng bỏ vào đường như vậy nếu bé đại ôn sấy quạt khai chỉ một hồi nắng nè sọc nè phun cỏ kia là bầy to kia đã hà bo sấy mà nè nắng cứ quạt chỉ một rùm từng dây bạc quạt đài tam cặp bớt dây bạc quạt á bi là bọn nói cứ quạt chìm đủ lò thế quạt chui nè sọc tràn mình tên taiประมาณ năm coi mà nè bị tớp lịch lư rương cây à sợi thà quạt nó cứ chỉ một chẳng nè đại bờ to vén cứ chia chảo xây bạc quạt nè chẳng oi tập pe dục cứ trao sấy bà con nó ọt nơi không thể năng tê quạt tay ta tranh châu được không phải là bầy rột xì mòn xì tia chẳng là sọc chẳng hết á rồi dục lại nó quạt phải cả là luôn chỉ một món đòi miên sập hiệp cứ ở cọ mình đen pe ngay nó cứ thò mà đá đấy hay trong vậy nó cứ mà men chia bậc phê sai đường a pe hưởng áp xây nhưng cũng là tầm na là sai đường năng tê sai hưởng áp cứ hai chia bay buôn là tiết ban trong ban làm ná đó chẳng bon sấy mà nè nắng pe ngay cứ quạt bên tranh bị tẹt tì hay là bông mà ai bà quán nó cứ ban slap trao vô ai cà pi chùm non pol pot nó cứ slap trao quạt nó tăng pi quạt nó cài màu ngà nó hay dây bà quạt nó từ do quạt nó bìa bụng mà ai bà quạt máu nó hay là pot nó bay bụng mà ai bà quạt nó slap bạt đây chẳng quạt cầm pria tiền ở bốc cầm pria tăng mà đái quạt ở luôn nơi chỉ mỗi nương dây bà quạt dạ về buôn đọc năm đò quạt thống á nè những dây bà quạt nó ban đạch cho slap bát liếm cứ quạt ban tê đầm này một nước ói bon sấy nè nắng đại quạt nó cứ mua tham bon sấy mông hỏi mua ní bà dân chỉ nhom dậy tới ba bỏ từ đó bon sấy sấy cái số mà chia sài phóng đã xa tại chia sài cái đường thì bon sấy mông cứ quạt để biết tha pe ngay á mình thà quạt mình tranh pi tẹt đi quạt tranh từ tinh và lại đây sạch ấy thom mà đàn chăng hai hụt những bà quạt nó cứ sát mình tên phía bây đôi chia mơ tới cứ sát khăn máu hay xong bây ta cầm lo nó không phun sọc nắng á cứ trao mồm luôn trở lạnh quạt mòn được biết tha bạn lông máu nè khơi như lúc sầm ro rồi bò bong sấy mỏng đó mà nè cứ kiên dậy to khăn niệm mà hay miên khổ muốn là côm được không phun sọc nó có kiên dậy đây có thà mà nè sấy nắng á bà sinh trẻ a chứ công thì nhai công thì nhon ấy mền thò mà đa thì hai cụ mua được công mồ mà trâu qua đặt trâu thêm một bộ cho bón sấy nắng ao tầm miên nha để quạt vừa bạp khang phơi ngất phơi không nó cứ vừa chỉ nè quạt thế tại sao tại quạt che pi lục dây bà con ngay lục dây bà con mà đang thằng quạt nó riêng đang pin cả nào mà vó nó bị chia một nó bị chia pri nó chẳng bón sấy quạt tay ta để biết tha ọt một có đây từ tinh và lái đây sai tam xa nó thom mà ra cho thứ từ lọp vào teo với nhỉ và to pi lục dây và quạt bàn slap tới quạt bàn rung nơi nông tôm nó tầm này ai đi nông teo nó vì mình thông một bán đi chỉ chú tới cà pi chùm non muốn kịp thưa để teo sặc nào ấy thom mà ra chẳng á ọt mình teo bò theo vì lái tôi sẽ mày lời tê ồ sẽ mày muốn cứ khóc pi sẽ mày lời chắc bóng sấy có quạt bàn để dây prap tại cả nạp hôm quạt bị chạ khuôn ấy nè quạt thà nhom mền chỉ một ấy hơi dậy bật nhom nó có quạt mình men chỉ một đây chẳng bà sân chìa trao thà nhom chỉ một á ta nè tạc ọt nia đó miên ấy chỉ phò tang thà trao nhom chỉ một nâng quạt dậy bọ sai chỉ môi nâng
អ្នកភូមិដែលគាត់ចោទចឹងណាចឹងយប់ឡើងក៏មានគ្រូមន្តអាគមម្នាក់ដែលគាត់នឹងបាននិយាយប្រាប់កាន់ទៅកាន់អ្នកភូមិគាត់ថាយប់ឡើងណាចាំទៅលួចមើលផ្ទះគាត់ទៅបើសិនជាឃើញគាត់នៅផ្ទះអីទេបើសិនជាអត់ឃើញទេគឺច្បាស់ណាស់គាត់នឹងគឺជាធ្មប់ហើយម្នាក់ស្រីនឹងគឺជាធ្មប់ហើយចឹងគេពិសោធន៍មែនយប់ឡើងអ្នកស្រុកអ្នកភូមិគេតែងតែទៅលបមើលនៅផ្ទះបងស្រីមុំនឹងពេលដែលទៅលបមើលឃើញគាត់នៅផ្ទះធម្មតាហ្នឹងចុះបងស្រីមុំគឺមិនគាត់មិនដឹងណាគាត់របៀបថាគាត់មានវិជាមន្តអាគមរបស់គាត់ដែលគាត់ចេះពីលោកយាយរបស់គាត់មកនោះហើយគាត់ដឹងថាអ្នកភូមិហ្នឹងចង់តាមដានគាត់ចឹងណាហើយថ្ងៃមួយហ្នឹងគាត់រៀងធ្លោយចុះធម្មតាយប់ឡើងគាត់ឃ្លាននោះធ្មប់វាមិនមែនហូបបាយហូបអីដូចយើងណាវាស៊ីតែមាន់ស៊ីតែទាស៊ីតែជ្រូកអីចឹងណាស៊ីរបស់ណាដែលឈាមបងប្អូនណាហើយថ្ងៃហ្នឹងគាត់ធ្លោយមួយថ្ងៃអ្នកស្រុកអ្នកភូមិទៅដល់ផ្ទះបងស្រីមុំហ្នឹងក៏អត់ឃើញដែរចឹងបានន័យថាគាត់ហ្នឹងគឺជាធ្មប់ 100% បងប្អូនណាមកសធុក្រោយមកម៉ោងប្រហែលជា6ព្រឹកហ្នឹងឃើញគាត់ហ្នឹងដើរចេញពីព្រៃអ្នកភូមិហ្នឹងគាត់សួរថាមុំយប់មិញខ្ញុំអត់ឃើញមុំឯងនៅផ្ទះទេហើយមុំឯងទៅណាយប់ឡើងហើយខ្លួនជាស្រីហើយដើរយប់ចឹងបងស្រីមុំក៏គាត់អត់មានមាត់កយដែរគាត់ដើរចូលក្នុងផ្ទះគាត់ហ្មងគាត់ថាបើសិនជាអ្នកស្រុកអ្នកភូមិនៅតែសួរចជីកឬគល់គាត់ច្រើនទៀតគាត់នឹងទម្លាយការពិតរបស់គាត់ហើយអញ្ចឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់អ្នកភូមិថាលោកយាយរបស់ខ្ញុំកាលពីមុនខ្ញុំមិនដឹងថាគាត់នឹងគឺរៀនវិជ្ជាធ្មប់នឹងពីអ្នកណាទេបានជាគាត់ស្លាប់ទៅនេះគាត់ឲ្យទឹកមកឲ្យខ្ញុំមកផ្តិលខ្ញុំផឹកហើយខ្ញុំនឹងក៏បន្តវេនពីគាត់ទៅនិយាយថាគាត់ពិបាកក្នុងខ្លួនពិបាកប្រាប់ទៅកាន់អ្នកភូមិណាហើយអ្នកភូមិគ្រាន់តែលឺអញ្ចឹងបងប្អូនអើយលើកគ្នាឡើងមកភូមិមកហ្មងអាខ្លះកាន់ដបងអាខ្លះកាន់បថៅអាខ្លះកាន់ផ្គាក់មកហ្មងចាប់បងស្រីពុំនឹងចងស្លាប់ស្អីពីក្រោយដុតទាំងរស់ហ្នឹងបងប្អូនដុតទាំងរស់ហ្មងបងស្រីគាត់អាសូរចិត្តគាត់ថាមិនសមថាខ្លួនជាស្រីកើតមកវាអភ័ព្វយ៉ាងហ្នឹងឯងវាត្រូវយាយរបស់គាត់ហ្នឹងគាត់មុននឹងគាត់ស្លាប់ហ្នឹងគាត់ធ្វើបាបទៀតអញ្ចឹងគាត់ចាប់ផ្ដើមរៀបចំអ្នកភូមិណាគាត់រៀបចំពិធីដើម្បីដុតទាំងរស់ហ្មងដុតបងស្រីមុំហ្នឹងអញ្ចឹងបងស្រីមុំគាត់ពិបាកចិត្តមែនតើគាត់មិនដឹងថាត្រូវធ្វើម៉េចទេបន្ទាប់ពីគាត់បានស្លាប់ដោយសារតែអ្នកស្រុកអ្នកភូមិហ្នឹងចាប់ដុតទាំងរស់ហើយហ្នឹងវិញ្ញាណខ្មោចរបស់គាត់ហ្នឹងគឺនៅវល់នៅក្នុងភូមិស្រុកហ្នឹងអត់មានទៅណាទេបងប្អូនគាត់របៀបថាគាត់ចងគំនុំជាមួយនឹងអ្នកស្រុកអ្នកភូមិហ្នឹងហ្មងណាដោយថ្ងៃមួយគឺមានហៅថាជាគ្រោះទូរភឹកបងប្អូនមានខ្យល់មានព្យុះទឹកហ្នឹងក៏វាឡើងលិចភូមិនឹងខ្ទេចបងប្អូនហើយលិចទាំងភូមិលិចទៅអីអស់លិញអ្នកស្រុកអ្នកភូមិហ្នឹងគឺរស់នៅទាំងវេទនាបងប្អូនហើយយប់ឡើងគេតែងតែឃើញខ្មោចបងស្រីមុំហ្នឹងអង្គុយលើទូកហ្នឹងលើទូកអ្នកភូមិណាអង្គុយយំនៅហ្នឹងហ្មងហើយគាត់អត់ភ្លេចគំនុំរបស់គាត់ណាអញ្ចឹងធម្មតាបងប្អូនមនុស្សយើងពេលដែលមានចិត្តខឹងទៅលើអ្នកណាម្នាក់ណាទោះបីជាគាត់ស្លាប់ទៅហើយតែចិត្តរបស់គាត់នឹងគឺនៅគុំគួនហ្មងបដោតអារម្មណ៍ទៅលើអ្នកដែលធ្វើបាបគាត់ហ្នឹងចងពៀវេលាគ្រប់ជាតិគឺអត់មានដាច់ទេបងប្អូនចឹងខ្មោចបងស្រីមុំគឺនៅលងបន្លាញអ្នកស្រុកអ្នកភូមិហ្នឹងគឺច្រើនមែនតើដោយសារតែធ្វើបាបគាត់នោះការគាត់នៅជាមនុស្សលេងចាប់គាត់ហ្នឹងគឺចងស្លាប់សេកដុតទាំងរស់ហ្មង
អូឈឺចាប់ណាបងប្អូនសូម្បីតែយើងអាលៀកភ្លើងបន្តិចហ្នឹងឈឺប៉ុណ្ណឹងចុះសម្រាំដែលគេយកយើងទៅដុតទាំងរស់នោះតើវាមានអារម្មណ៍ម៉េចគឺឈឺចាប់ខ្លាំងមែនទែនអាចពណ៌នាបានអញ្ចឹងគំនុំដែលគាត់បានគុំទៅលើអ្នកភូមិហ្នឹងគឺវាធំមែនទែនអញ្ចឹងអ្នកភូមិអ្នកស្រុកហ្នឹងមានការភ័យខ្លាចកើតឡើងក៏ទៅអញ្ជើញលោកតាម្នាក់ដែលគាត់ហ្នឹងគឺជាប្រសងធុដងណាហើយគាត់ហ្នឹងក៏ចេះខាងវិជាដេញខ្មោចដែរក៏ប៉ុន្តែលោកតាគាត់មានអាយុ78ឆ្នាំហើយគាត់មកដល់ភូមិនឹងភ្លាមគាត់ក៏បានប្រាប់ទៅកាន់អ្នកភូមិគាត់មានសង្ឃដីកាណាគាត់ថាញោមទាំងអស់គ្នាណាមិនគួរធ្វើអញ្ចឹងដាក់ប្អូនស្រីនឹងទេដាក់ញោមស្រីនឹងទេតាមកាពិតទៅញោមស្រីនឹងគឺមិនបានប៉ះពាល់ជីវិតរបស់អ្នកភូមិនឹងទេហេតុអីបានជាចាប់ញោមស្រីនេះយកទៅដុតទាំងរស់អញ្ចឹងហើយអ្នកស្រុកអ្នកភូមិគាត់គាំងជ្រាបចេញគាត់ក៏បាននិយាយទៅកាន់លោកតាហ្នឹងដោយសារតែកណាវាមិនចង់ទេទេគុណដោយសារតែម្នាក់ស្រីហ្នឹងគឺជាធ្មប់អញ្ចឹងខ្ញុំបាត់អាចកណាតអាចទុកម្នាក់ស្រីនឹងនៅក្នុងភូមិបានទេវាចង្រៃអញ្ចឹងបានសម្រេចចិត្តថាចាប់នាងហ្នឹងដុតឲ្យស្លាប់ប្រោយទៅអញ្ចឹងគាត់និយាយប៉ុណ្ណឹងព្រះអង្គក៏មានសង្ឃដីកាថាញោមហើយជីវិតគេជីវិតយើងគេក៏ចង់រស់យើងក៏ចង់រស់ញោមឯងទៅផ្ដាច់ជីវិតគេអញ្ចឹងណាគេនឹងគុំគួនញោមឯងហើយគ្រាន់តែព្រះអង្គលោកមានសង្ឃដីកាតែប៉ុណ្្នឹងបងប្អូនយប់ឡើងណានៅក្នុងភូមិស្រុកហ្នឹងមានខ្យល់ព្យុះមកបោកផ្ទះសំបែងអ្នកស្រុកនៅភូមិនឹងខ្ទេចទាំងអស់បងប្អូនរៀបដល់ដីហ្មងអញ្ចឹងមកសធូក្រោយមកក៏លិចជារូបជារាងមកហ្មងខ្មោចបងស្រីមុំហ្នឹងលិចចេញមកហ្មងឡើងធ្លោមកហ្មងអង្គុយលើទូកហ្នឹងកណ្ដាលភូមិហ្នឹងបន្ទាប់ពីខ្មោចបងស្រីមុំបាននិមិត្តខ្លួនឲ្យអ្នកស្រុកអ្នកភូមិឃើញហើយហ្នឹងអ្នកស្រុកអ្នកភូមិគាត់តែឃើញភ្លាមបងប្អូនហើយរត់បាតជើងសព្រាតទាំងអស់ហ្មងហើយនៅក្នុងភូមិស្រុកហ្នឹងអត់មាននរណាហ៊ានរស់នៅទៀតដែរដោយសារតែគាត់ខ្លាចណាហើយក៏មានអ្នកភូមិដូចជា 4-5 នាក់យប់ឡើងហ្នឹងគាត់ផឹកស្រាសវឹងបងប្អូនសវឹងឃើញបងស្រីហ្នឹងខ្មោចបងស្រីហ្នឹងគាត់អង្គុយនៅខាងក្រោយនៅខាងចុងភូមិគាត់ឃើញអញ្ចឹងគាត់សួរថាអូនណាយប់ឡើងឯងអូនឯងអត់ទៅដេកទៅពួនទេធម្មតាមនុស្សសវឹងនិយាយគឺអត់ដូចមនុស្សអត់សវឹងទេបងប្អូននិយាយរៀងល្វើយណាហើយខ្មោចបងស្រីមុំហ្នឹងគាត់អង្គុយនៅចុងភូមិហ្នឹងតែឯងទេហើយគាត់អង្គុយបែរខ្នងណាអត់ឲ្យឃើញមុខទេហើយបងប្រុសប្រហែលអ្នកហ្នឹងគាត់ទៅឃើញគាត់ថាអូដឹងអញហើយ 4-5 នាក់ហ្នឹងមានដឹងថាខ្មោចបងស្រីមុំណាគ្រាន់តែទៅចិត្តភ្លាមបងប្អូនកេះស្មានបន្តិចបែរមុខមកបងប្អូនហើយភ្នែកចង់ឲ្យប៉ិនពោកមាត់ហើយមាត់ហ្នឹងគឺសិតតែចកោមភ្នែកសឹងថាពិបាកមើលមែនទេបងប្អូនបើសិនជាបងប្អូនជួបផ្ទាល់អាហ្នឹងគឺសម្រាប់បងប្អូនខ្លះគាត់មានជំងឺគាំងបេះដូងអាចស្លាប់បានណាអញ្ចឹងរឿងដែលខ្ញុំបាននិយាយដើមវីដេអូមិញថាបងប្អូនខ្លះគាត់ចង់ឃើញខ្មោចអញ្ចឹងណាហើយមិនចាំបាច់ធ្វើតាមអ៊ីនមីនទេគឺវាជួបបញ្ហាច្រើនបងប្អូនណាបើសិនជាបងប្អូនឃើញទៅគឺវាខុសខ្ញុំបាទទេណាអាហ្នឹងពេលខ្លះវានិមិត្តខ្លួនឲ្យយើងឃើញតែមួយផ្លែតក៏មានជួនខ្លះវាអាចឲ្យយើងនឹងធំក្លិនស្អុយក៏មានដែរអញ្ចឹងខ្មោចបងស្រីមុំមានការចងពៀទៅលើអ្នកស្រុកអ្នកភូមិនឹងខ្លាំងមែនទែនបន្ទាប់ពីអ្នកទាំង5នាក់ហ្នឹងបានត្រូវខ្មោចបងស្រីមុំនឹងលងបលឹមឡើងបងប្អូនហើយនិយាយពីថាក្របភួយណាឡើងញ័រទៅថិតហ្មងហើយអ្នកភូមិហ្នឹងក៏បានទៅនិមន្តប្រសង់មកដើម្បីឲ្យស្រោចទឹកឲ្យសក់ហ្នឹងគឺសអស់ហើយបងប្អូនចុះធម្មតាមនុស្សដែលភ័យពេកដល់ថ្នាក់គាត់ហ្នឹងគឺសក់ឡើងសហ្មងហើយ 2-3 នាក់ទៅគាត់ឈឺហ្មង
chẳng nè phum nè sốc còn ban đăng cầm hô thả luôn nâng ban thưa khô ban sầm lạp đột bong sấy mồm nâng ạ slap chẳng vì tình nâng có ban từ xong cả mặt tô cầm bắt tay tu bây giờ nè sốc nè phum cứ xong cả mặt tô mến cầm bắt tay không mau bong sấy mồm nâng quạt ọt ọt ao thì ọt mới là phải tô ao thì cứ nơi tại vừa ba là hột đôi chỉ giúp láng miên côn xây đã phù mà nè nắng quạt hiện trong tung đá nữa không môi bon sẽ mông á vì nhiên không môi con nó trâu sần thất mà trâu sần thất nâng nông luôn con xây đã phù lắm còn là trâu liên một ôn bạc cách bạc cân pin te nè nên nó là có ho mà hoành dậy khăng mình đèn nên mà thuộc lại máu và sóng con thì muôn máu lúa của ban biên giới cả thà nhôm chụp từ chụp thưa bự bạc trơn là nhôm ai sang đấy chụp từ chụp thưa bạc để phù mới từ nhôm ai sang bạc trơn nhôm ai mình ai can chỉ mà đủ bàn thì thế chẳng lúc xong miên xong đại ca tập ban nắng mà thu cái máu đó vì nhiên khmoi bông sẽ mồm nó có tranh bị luôn bông dày đằng tới bông dày nó có sờ lóp tương đằng tới bộ chẳng á bộ tại dương mình ba cái cọt ba dương đây tập bụng tới nơi mình máu bộ chẳng bị nhiên khmoi bông sẽ mồm nơi tròn pin này xong là phôm nó cứ miên ngay bàn chọp thế quát thử vì tha quát chất bạc quát á quát trong sầm lấp nè phôm nó mà ngay mình nè mà ngay mình nè sầm lấp cho ta mò rồi sao ta cầm núng á chẳng mà đồ dưỡng đem về đại miên cầm núng á ấy có hiên thưa đem bộ mình núng cầm núng nó cứ hai tha chia chia bột một khăn mà đại cung được không chất bỏ dưỡng cứ mình ai cầm bát bá này có bắt tay sầm đạp bằng bồn khác chất bỏ cốt cứ ló cốt mà sơi cung côn và má này cốt khăn mà prai tức bát bên nhảy nó cứ cốt chim nụ lo kháng cứ bắt tay bằng bạ khác bằng bồn khác cốt là khăn đại nam mà nè cứ cốt cung to đại vừa ấy kê bàn mà bắt cốt ở chất á thì anh những sầm lạp là ngày nhập bàn bảo anh những vừa ba bài nhập bàn bạn ngày ở chất công trang hay bồn và sân chỉ dương cung cuôn khi từ bên tầm mau là hôn nó cứ ngày nào bạn bị bạt ngày nào bạn bị chọc tròn pia khi từ bên tầm mau chẳng đó chẳng việc viên ngày bạn chọc đi vì nơi từ tròn pia là hôn chẳng không vì ăn mình ngày bị chọc ấy thì bọn các bạn sốt môn sốt ấy như không phôm xong tới hiện ngạt từ lời hiền lố nữa thì thầm bà đá te chầm non muốn chỉ te sặc nắng được nhom dậy đang bị ấu nữa vì miền bắc ui thì túi chứ nè thì nè sau phố nó còn đây lụ scot nó màu pin đạp nắng mọi bông sẽ mắm ai co ngó tam bà ui nhá bông liền hạt tân màu mỏng thì nè phù mà đã nó khơi co bông sẽ mắm nó ai cả co cho máu bà bồn này rốt trao te con mỏng rốt từ oi mê phù mê sọc chui tập búa chú búa sẽ khăng mền tên bà bồn bắt đầu bị quạt bàn thử mọi bông sẽ mong đường lô nó có quạt ở hiên luôn nơi trong ten đây quạt ở ru rơ ten nó từ đây gọi là MC hai chấm non muốn cứ đây gọi bị tràn này bà bồn cái này là cái chạy ở tràn chẳng cứ nè xong này phố bị ai là tì lươn chẳng nè hay là cứ đây xong pin cứ thay đây lù quạt bàn đây rọp mơn bà bồn nó phải sao sập mơn là nó môi sự mà liền đây cái là liền nó bà bồn lấy chẳng cầm hộp group dáng cứ cả làng pi lục dây bạc quạt đại thưa ở trang xây bạc quạt nó cứ hai tha miên bị bà đại xa đấy nó luôn đó nè slap tiền luôn nó cứ nó cầm mồm tiết mình toàn mà vào đây thế hay bà man nè đại quạt lô nó đặc biệt tha quạt trong bà lá thế bà xin chỉ quạt trong sầm lấp á quạt bà ná chất oi nè thằng pram nè nó cứ sầm lấp luôn ai cả bên đây
ហើយពេលខ្លះបងប្អូនខ្មោចក៏វាអាចនាំយើងទៅឲ្យស្លាប់បានដែរបងប្អូនប្រកាសជាធ្លាប់ឮមែនទេខ្មោចនាំហើយបងប្អូនឆ្ងល់ថាវានាំមែនអីនាំមែនបងប្អូនសម្រាប់បងប្អូនណាដែលគាត់ធ្លាប់មានកម្មពីវេរាជាមួយវាពីជាតិមុនមកណាវាចង់ធ្វើបាបយើងណាវាចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់យើងហើយហ្នឹងវាធ្វើឲ្យយើងហ្នឹងលោតទឹកស្ពានអីចឹងទៅជួនកាលយើងចងកស្លាប់ខ្លួនឯងក៏មានខ្លះលោតជ្រួលលោតអីចឹងទៅដូចជាស្ពានជ្រួយយបាឥឡូវនេះកំពុងតែល្បីរន្ទឺខ្លាំងណាស់មិនដឹងថាប្រមាណអ្នកទេបងប្អូនហើយអាហ្នឹងវាអាចមកពីមូលហេតុនឹងដែរតាមបើសិនជាតាមដែលខ្ញុំគិតមើលទៅណាហើយបងស្រីមុំការគាត់នៅរស់ការគាត់មិនទាន់បានហៅថាយកតំណែងរបស់លោកយាយរបស់គាត់មកគាត់ជាក្មេងដែលល្អមែនទេតែសុខភូមិគាត់ស្រឡាញ់គ្រប់ស្រឡាញ់មែនទេទៅណាបណ្ណាហ្នឹងគឺគាត់ចេះហៅគេហៅឯងអញ្ចឹងណាជាក្មេងដែលរស់រាយហ្មងហើយអ្នកភូមិហ្នឹងគាត់ស្រឡាញ់មែនទេឲ្យតែទៅដល់ផ្ទះគាត់ហ្នឹងឲ្យនំឲ្យនេកហូបហើយមួយរយៈក្រោយមកហ្នឹងគាត់រៀងធំបន្តិចហ្នឹងក៏យាយរបស់គាត់ហ្នឹងផ្ទេរតំណែងឲ្យគាត់អញ្ចឹងក៏វាបែកធ្លាយអារឿងហ្នឹងទៅបែកធ្លាយក៏គាត់ហ្នឹងគឺស្លាប់ទាំងវេទនាហ្នឹងបងប្អូនចាប់គ្នាចងឲ្យដុតគ្នាទាំងរស់វាមិនមែនស្រួលទេបងប្អូនណាហើយអ្នកភូមិតែងតែទៅរកត្រីនៅពេលយប់ហើយមានអ្នកភូមិម្នាក់ហ្នឹងគាត់ទៅរកត្រីពេលយប់ទៅរកត្រីហ្នឹងរបៀបថាដាក់ធូរដាក់អីធម្មតាអញ្ចឹងណាហើយទៅតែឯងទេបងប្រុសហ្នឹងគាត់ច្រើនតែទៅតែឯងទេទៅហ្នឹងត្រូវខ្មោចបងស្រីហ្នឹងលងទៀតគាត់ពងដាក់ទ្រូសុកគាត់ឃើញខ្មោចបងស្រីអង្គុយលើក្បាលទូកស្គង់ហ្នឹងទៅហើយមុខហ្នឹងគឺអត់ឲ្យឃើញទេឃើញតែពីក្រោយខ្នងហើយវាថាគាត់ញីភ្នែកគាត់វាថាប្រហែលជាគាត់នឹងព្រិលភ្នែកឬក៏មិនដឹងមិនបងប្អូនគាត់ញីភ្នែករបស់គាត់ញីពី3ដង4 5ដងញីចុះញីឡើងគាត់ឃើញដែរបើស្ទុះគាត់វាថាគាត់ងោកអោនលើកាធូត្រីរបស់គាត់ហ្នឹងអោនពឹបបងប្អូនហើយឃើញក្បាលបងស្រីហ្នឹងឃើញក្បាលបងស្រីនេះនៅក្នុងទឹកមកខ្មៅសក់វែងគាត់ថាគាត់ស្មានតែខ្មោចទឹកគាត់ថាចំអញជួបខ្មោចទឹកមែនលើកមកសក់បងប្អូនហើយសក់ជាប់ដៃមកហ្មងមានអីបងប្អូនអើយអមទូកលឿនចោយយកប្រុចទៅដល់ភូមិភ្លាមហើយអាសក់ខ្មោចហ្នឹងនៅលើទូកហ្នឹងហ្មងហើយមិត្តភក្តិរបស់គាត់ហ្នឹងក៏ឆ្ងល់គាត់ថាសម្លាញ់ហើយឯងទៅយកសក់ស្រីមកពីណានៅលើទូកហ្នឹងអូអញភ្លេចប្រាប់យប់មិញអញទៅដាក់ធូរដាក់ត្រីតាមបឹងតាមទន្លេនេះត្រូវខ្មោចហ្នឹងវាឡងហើយខ្មោចណាក៏សួរណាខ្មោចណាគេឡងមានខ្មោចណាទៀតខ្មោចស្រីមុំហ្នឹងឡងអញយប់មិញច្បាស់នៅថាខ្មោចហ្នឹងអើយ 100% មានណាទៀតទេបងប្រុសហ្នឹងគាត់ទៅលឺអញ្ចឹងគាត់ព្រឺរោមខ្ញាក់មកគាត់លេហ៊ានទៅនេសាទហើយតែធម្មតាមិត្តភក្តិរបស់គាត់2នាក់ហ្នឹងគាត់ធម្មតាគាត់ទៅនេសាទជាមួយគ្នាអញ្ចឹងណាហើយទូកផ្សេងគ្នាទេហើយគាត់លឺអញ្ចឹងលេហ៊ានទៅប្រហើយចុះពេលគាត់អោនទៅគាត់ឃើញក្បាលបងស្រីហ្នឹងសក់វែងឡាយក៏ប៉ុន្តែគាត់របៀបថាឡងស្ដែងហ្មងណាមកសធុគឺអង្គុយក្បាលទូកហើយអោនទៅឃើញក្បាលនៅក្នុងទឹកអញ្ចឹងបើសិនជាសួរអារម្មណ៍បងប្អូនបើសិនជាបងប្អូនឃើញអញ្ចឹងបងប្អូនគួរតែរត់ឬក៏នៅនឹងហើយបងប្អូនប្រកាសជាមួខ្ចៅមុនហ្នឹងមែនទេចាំការទៀតបងប្អូនអញ្ចឹងបងស្រីមុំគឺគាត់ស្លាប់ទាំងមិនអស់ចិត្តគាត់បានទៅប្រយោជន៍សពអ្នកស្រុកអ្នកភូមិដែលគាត់ធ្វើបាបហ្នឹងប្រយោជន៍សពមកគាត់ថាគំនុំនេះខ្ញុំអត់អាចលើកលែងបានទេខ្ញុំនឹងសម្លាប់អ្នកភូមិអ្នកស្រុកឲ្យអស់មកទោះបីជាខ្ញុំមានកម្មពីវេរាប៉ុណ្ណាក៏ដោយហើយសូម្បីតែប្រសងលោកមានសង្ឃដីកាប្រាប់ទៅកាន់វិញ្ញាណខ្មោចបងស្រីមុំនឹងហើយណាគាត់នៅមិនព្រមដែរបងប្អូនអញ្ចឹងមិនន័យថាគាត់ខឹងខ្លាំងមែនទេ
chẳng sau đi từ cam đại slap đại xa tại bình nhiên khói bong xảy nó ban cả làng một tích mà đó giúp làng nữa cứ miên sắt cái sẽ hai chiếc tràn châu được không phun sọc được một miên hai thà sắt chiประเภทsắt ở xe được bứ hết một bốn phù hết á châu từ chắc để sọc được phun ngóp bia cam một bốn rồi để dẹp pe tại mặt hai đi một bốn để sọc được phun nó slap chết off một bốn để ra ta cũng nông bong xảy nữa slap lăng rồi nốt rồi niel pin được phun rồi niên ta phải xong thuộc đông một ông đó để luộc mình toàn sốt đó hay thà luộc miền sân lắm vốn miền thò nó không luôn á luộcตัดai sẽ cột bà này chẳng ai được hiệp ông nó cứ khăng chiềng không nói bongใส่ mông nè lố có bàn miền xong để ca từ càn không nói bong ใส่ mông nèลูกทาโยมបើសិនជាញោមសម្លាប់ផ្ដាច់ផ្ដាល់ជីវិតគេអញ្ចឹងទៅមុខជាតិក្រោយទៀតញោមមិនអាចកើតជាមនុស្សបានទៀតទេញោមនឹងសោយទុកនៅក្នុងនរកហើយអាត្មាគ្រាន់តែប្រាប់ទេបើសិនជាញោមហ៊ានធ្វើអញ្ចឹងហើយក៏ទៅតាមយថាកម្មញោមចោះលោកមានសង្ឃដីកាទៅប៉ុនលោកក៏និមន្តចេញពីភូមិនឹងបាត់ទៅអ្នកស្រុកតែភូមិនឹងងាប់ឲ្យរនាលពេញហ្នឹងទៅអត់មានអ្នកណាជួយណីបានទេដោយសារតែអំពើរបស់ខ្លួនបានសាងទៅលើគេហ្នឹងគឺវាខ្លាំងក្លាពេកវាខូខើពេកចឹងបងប្អូនដូចជាខ្ញុំនិយាយដែរចាប់មនុស្សទៅដុតទាំងរស់វាមិនមែនជាទង្វើល្អណាបងប្អូនទាំងមនុស្សទាំងដែលគាត់មិនបានធ្វើអីនៅស្រុកភូមិសោះគាត់រស់នៅតែគាត់ទេទោះបីជាគាត់ធ្មប់ឬក៏ព្រាយក៏ដោយក៏មិនត្រូវស្អប់ពើមគាត់ដែរបងប្អូនណាបើសិនជាស្អប់គាត់ណាចម្លៀសខ្លួនគាត់ទៅឲ្យគាត់ទៅនៅភូមិផ្សេងឲ្យគាត់នឹងធ្វើដំណើរទៅនៅឲ្យឆ្ងាយទៅបដិញគាត់ចេញពីភូមិហ្នឹងទៅកាប់ទៅសម្លាប់ទៅដុតអូមនុស្សយើងគឺពិបាកណាបងប្អូនពិបាកយល់គឺធ្វើអីហ្នឹងគឺតាមតែចិត្តខ្លួនឯងអត់ដែរតាមចិត្តគេមិនទេអត់ស្ដាប់ហេតុផលដទៃបងស្រីមកព្រោះគាត់ធ្លាប់និយាយដែរទោះបីជាខ្ញុំបានស្នងតំណែងពីលោកយាយខ្ញុំមែនខ្ញុំជាធ្មប់មែនក៏ប៉ុន្តែខ្ញុំអត់បានទៅធ្វើអីអ្នកភូមិអីស្លាប់ម្នាក់ទេខ្ញុំរស់នៅដោយខ្ញុំអ្នកភូមិរស់នៅដោយអ្នកភូមិខ្ញុំអត់មានខុសអីទេពាក្យហ្នឹងគាត់ធ្លាប់និយាយទៅកាន់អ្នកស្រុកអ្នកភូមិហ្នឹងគឺច្រើនដែរតែអ្នកភូមិគាត់មិនដែលជឿមួយម៉ាត់ទេគាត់គិតនឹងខ្លួនថាតែទុកក្នុងភូមិហ្នឹងគឺគាត់គឺចង្រៃហ្មងមនុស្សហ្នឹងគឺឲ្យទុកក្នុងភូមិទេបើមិនសម្លាប់ចោលគឺអត់កើតទេត្រូវតែសម្លាប់ហ្នឹងមិនសម្លាប់ធម្មតាណាតែដុតគ្នាទាំងរស់ហ្នឹងវាខូខើពេកបងប្អូនវាមិនសមធ្វើអញ្ចឹងដែរអញ្ចឹងបងប្អូនស្ដាប់សាច់រឿងនេះគិតថាបងស្រីនឹងគាត់ធ្វើត្រូវឬក៏ធ្វើខុសក៏ប៉ុន្តែខ្ញុំគិតថាបងស្រីនឹងគាត់ធ្វើខុសបងប្អូនមនុស្សយើងពេលដែលខឹងកំហឹងណាគឺវាអាចនាំយើងដល់សេចក្តីវិនាសបានបងប្អូនគឺវាអត់អាចដោះស្រាយបញ្ហាចេញទេយកកំហឹងដាក់មុខអ្វីគឺអាចដោះស្រាយចេញដោយសារតែយើងមានការគិតខ្ពស់ហៅថាមានបញ្ញាណាហៅថា IQ បងប្អូននិយាយទៅអញ្ចឹងបងប្អូនស្ដាប់នៅសាច់រឿងទី1នេះចប់បងប្អូនមានអារម្មណ៍ថាភ័យខ្លាចកើតឡើងហ្នឹងមែនទេអញ្ចឹងភូមិមកបងប្អូនហ្នឹងក៏នៅតែមានសពថ្ងៃដែរអ្នកដែលរៀនខាងអង្គើវិជាធ្មប់អីហ្នឹងមន្តគុំអីហ្នឹងក៏គេនៅរៀនដែរអ្នកដែលគេចង់ចេះចង់ដឹងអញ្ចឹងណាចាក់សាមន្តគុំអីសារខាលិនថោអីហ្នឹងគឺគេច្រើនតែចាក់ហើយស្នែមុខស្នែមាត់អីហ្នឹងគឺនៅតែមានអាបល័យអញ្ចឹងតែរៀនក៏រៀនចុះបងប្អូនណាបើមិនជាយើងរៀនទៅដើម្បីសង្គ្រោះមនុស្សអាហ្នឹងយើងរៀនទៅបើរៀនទៅដើម្បីបំផ្លាញមនុស្សដែរមិនបាច់ចាំបាច់រៀនទេបងប្អូនជឿខ្ញុំទៅអញ្ចឹងសាច់រឿងទី1បានបញ្ចប់ហើយចូលទៅដល់សាច់រឿងទី2សាច់រឿងទី2រឹតតែរន្ធត់ជាងនឹងទៀតបងប្អូនជាប្រភេទសាច់រឿងបោះតង់ដែលបងប្រុសម្នាក់ដែលគាត់ឈ្មោះវុតគាត់បានចែករំលែកនៅសាច់រឿងរបស់គាត់មកកាន់ខ្ញុំណាគាត់ថាគាត់ទៅបោះតង់នៅតំបន់ភ្នំ1500ហ្នឹង
ការពីអំឡុងឆ្នាំ2012ហ្នឹងគាត់ទៅមួយគ្នាគាត់ហ្នឹង3នាក់របៀបថាគាត់សម្រាប់ពីការងាររបស់គាត់ណាបងប្អូនទៅពេលដែលទៅដល់ភ្នំ1500ហ្នឹងគាត់ចូលទៅផ្សារគាត់ទិញអ្វីអាវ៉ាន់នៃត្រីសាច់ម្ហូបអាហារអញ្ចឹងណាដើម្បីយកទៅហូបពេលយប់ណាហើយអ្នកភូមិដែលរស់នៅជិតហ្នឹងគេឃើញបងប្រុស3នាក់ហ្នឹងបងប្រុសតង់ក៏បានប្រាប់តែក្មួយឯងបើអាចទៅបោះតង់កន្លែងផ្សេងហ្នឹងក៏បោះតង់ហ្នឹងអីបោះតង់ហ្នឹងបោះចិត្តភូមិនេះមកកុំទៅជ្រៅអីណាតែជ្រៅមានបញ្ហានៅភូមិគេមានជំនឿថានៅលើភ្នំហ្នឹងគឺមានពពួកព្រាយខ្លាយឬក៏អាមនុស្សអញ្ចឹងណាវាលងអញ្ចឹងទៅហើយជុំវិញភូមិហ្នឹងមានភ្នោខ្មោចតិចតួចដែរថាអូនអើយមុនអូនឯងកំទៅអីជឿតែអ៊ំនៅនឹងងាប់ឆ្នាំហើយមានអ្នកដែលតបបាញ់សัตว์នៅក្នុងព្រៃហ្នឹងទៅហត់បានមកវិញទេក្មួយអីដែលឆ្ងល់ទេចៅអីដែលឆ្ងល់ទេដោយសារតែពេលដែលចូលទៅបបបាញ់សัตว์នៅក្នុងតំបន់ព្រៃភ្នំពេលខ្លះគាត់មិនស្គាល់ភូមិសាស្ត្រច្បាស់ទេចេះតែចូលទៅដើររញ៉េរញ៉ៃពេញតែព្រៃហ្នឹងបងវែងស្លាប់ក្នុងព្រៃហ្នឹងបងជួនកាលត្រូវសัตว์ខ្លាស៊ីអញ្ចឹងទៅជួនកាលត្រូវពស់ចឹកជួនកាលចាញ់អាកាសធាតុចាញ់ទឹកចាញ់ដីឈឺស្លាប់ក្នុងព្រៃហ្នឹងទៅអាហ្នឹងវាមានហេតុវាមានផលវាច្រើនបងប្អូនជាងមិនអាចពណ៌នាបានទេហើយមានបងប្អូនខ្លះគាត់ដើរតាមតំបន់ព្រៃភ្នំហ្នឹងពេលខ្លះគាត់មាត់របស់គាត់ហ្នឹងប្រពេកប្រពោចនិយាយផ្ដេសផ្ដាស់អត់បានទេបងប្អូននៅតាមតំបន់ព្រៃភ្នំវាតែងតែមានរកអរិយអ្នកតាឬក៏ទេវតាដែលគាត់ថែរក្សានៅហ្នឹងហើយបើយើងទៅបោះតង់ទៅបរិយាកន្លែងគេទៅនោមឆ្អេះឆ្អាស់ទៅបត់ថៃបត់ជើងអត់មានសណ្ដាប់ធ្នាប់ពីវាពីការបងប្អូនណាអត់បានទេបងប្អូនកន្លែងគេគឺជាផ្ទះជាទីលំនៅរបស់គេវាថ្មីត្បិតតែយើងមើលឃើញទេគេរស់នៅបែបម៉េចយើងរស់នៅបែបម៉េចក៏គេឃើញច្បាស់ដែរអាហ្នឹងយើងមើលគេអត់ឃើញណាគេឃើញយើងច្បាស់ហ្មងនេះបើខ្ញុំនិយាយតាមគម្ពីរពុទ្ធសាសនាខ្មែររបស់យើងណាចឹងបងប្រុសហ្នឹងគាត់អត់បានស្ដាប់សម្ដីអ្នកភូមិតែគាត់បានប្រាប់ទេបងប្រុសវុតហ្នឹងគាត់ជំនះគាត់ថាវាមិនដែលទេមានខ្មោចណាឡងសម័យនេះហ៎អ៊ំឯងចេះតែនិយាយអត់អីទេខ្ញុំទៅរៀងចិត្តហ្នឹងដែរទេគាត់និយាយលាក់អ៊ំម្នាក់ហ្នឹងទេតាមកំពិតគាត់ទៅបោះតង់នៅក្នុងព្រៃដែលជ្រៅដែរបងប្អូនចូលទៅឆ្ងាយដែរចូល2គីឡូមក2គីឡូជាងចូលទៅជ្រៅដែរទីថាចកេះភ្នំណារៀងកន្លែងគាត់ហ្នឹងរៀងបោះតង់រៀងជំរេលដែរហើយគាត់តែទៅដល់នឹងភ្លាមគាត់រៀបចំជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងឈាតិចណាមានយ៉ាមានអីចឹងទៅអាំងសាច់អាំងអីគាត់ទិញពីផ្សារមកនោះអាំងដើម្បីហូបណាហើយគាត់អង្គុយនិយាយលេងគ្នាធម្មតាអញ្ចឹងនិយាយចុះនិយាយឡើងម៉ោងប្រហែលជា10ហ្នឹងយើងអង្គុយដេកព្រឿងហើយក៏ដាក់រៀងច្រើនដែរណាសបឹងទៅចូលតង់រៀងខ្លួនទៅគាត់បោះតង់ហ្នឹងបោះរបៀបចិត្តគ្នាទេបោះឆ្ងាយទេហើយយប់ឡើងម៉ោង10ម៉ោង11ស្ងាត់ចងុំបងប្អូនហើយសម្លេងឆ្កែលូហ្នឹងក៏អត់លូដែរស្ងាត់ហ្មងសធុក្រោយមកបងវុតគាត់លឺសំឡេងប្រុកប្រាក់ចិត្តតង់របស់គាត់ហើយគាត់ស្មានថាមិត្តភ័ក្តិរបស់គាត់ហ្នឹងមកលេងសើចមួយគាត់អញ្ចឹងណាហើយគាត់ហ្នឹងក៏បើកតង់របស់គាត់មកឃើញមិត្តភ័ក្តិរបស់គាត់ហ្នឹងដេកក្នុងតង់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមភ័យភ្លាមគាត់ទៅចុះអាណាយប់ឡើងប្រុកប្រាក់ចិត្តតង់មកអញគីឡូសัตว์អីអញ្ចឹងណាជុកអីអញ្ចឹងទៅគាត់ច្បាច់ពិលមើលជុំវិញហើយមិត្តភ័ក្តិគាត់ក៏ភញាក់ថាវុតឲ្យធ្វើអីហ្នឹងអញដេកវិញអញលឺសំឡេងស្អីទេប្រុកប្រាក់ចិត្តតង់មកអញហេសម័យដល់ណាអញដេកលក់វាសព3ដងហើយចុះដូចវិញគាត់ដេញណាគាត់ក៏ចូលដេកនៅក្នុងតង់គាត់វិញទៅដេករហូតដល់ម៉ោង12យប់ហ្នឹងបងវុតគាត់បានឃើញដៃអីមួយប្រពន្ធសិតតែកញ្ចក់វែងមែនតើមកឆ្កូតតង់មកគាត់ហ្នឹងខ្វោង2 3ខ្វោងបងប្អូនហើយអាយ៉ាស់តង់មកគាត់ខ្ទេច
ពេលនោះគាត់ភ័យប្រហើយភ័យគាត់ដាស់មិត្តភក្តិរបស់គាត់តង់មកគាត់លហើយអស់ហ្នឹងមិនដឹងថាដៃអីគេហើយបងប្អូនឆ្ងល់ណាស់ថាដៃអីខ្ញុំគិតថានៅក្នុងព្រៃហ្នឹងមានបិសាចហ្នឹងគឺជាប្រភេទបិសាចដែលយើងមិនគួរដឹងណាពេលខ្លះបងប្អូនធ្លាប់ដើរព្រៃចាស់គាត់ធ្លាប់ប្រាប់ហើយមែនទេដើរក្នុងព្រៃត្រូវកាប់ដើមឈើចំណាំដល់អត់កាប់ទេវែងស្លាប់ហើយទោះបីជាអ្នកដែលខ្លាំងព្រៃប៉ុណ្ណាក៏ដោយដើរអ្នកដែលនៅតំបន់ភ្នំស្ទាត់ជំនាញប៉ុណ្ណាក៏ដោយក៏គាត់មានស្គៀរបស់គាត់ដែរមែនទេបងប្អូនធ្លាប់នៅតាមតំបន់ព្រៃភ្នំបងប្អូនដឹងហើយដើរចូលក្នុងព្រៃដែលធំគឺភាគច្រើនគេកាប់ដើមឈើចំណាំហើយក៏ប៉ុន្តែព្រៃខ្លះទោះបីជាបងប្អូនកាប់ដើមឈើចំណាំក៏ដោយក៏ពពួកខ្មោចហ្នឹងវាបំបត្តិអាសនាមហ្នឹងដែរសនាមបងប្អូនកាប់ចំណាំហ្នឹងវាចង់ឲ្យយើងស្លាប់ក្នុងព្រៃហ្នឹងបានវាបំបត្តិសនាមហ្នឹងណាអញ្ចឹងបងប្រុសគាត់ភ្ញាក់ភ្លាមគាត់ដាស់មិត្តភក្តិរបស់គាត់ដាក់ពីរនេះឯងងើបជួយអញផងមិនអីមានអីអើយអញមើលតង់អញខ្ទេចអស់ហើយមិនដឹងថាដៃស្អីគេទេធំចុយមកហើយកញ្ចក់វែងមែនទេហើយមើលតង់អញអាយ៉ាស់ខ្ទេចអស់ហើយភ័យប្រហើយ3នាក់ហ្នឹងភ័យប្រហើយគាត់មានថាគាត់អង្គុយចិត្តគ្នាដល់ញ័រណាមកយប់តោភ្លឺហ្នឹងគាត់អត់ដេកទេស្រាប់តែម៉ោង3កន្លះហ្នឹងមកប្រហើយបងប្អូនគាត់ឃើញមនុស្សម្នាក់ដែលឈរនៅមិនឆ្ងាយពីតង់មកគាត់ប៉ុន្មានទេមៀតធំរៀងខ្មៅហើយកញ្ចក់វែងមែនទែនហើយភ្នែកនេះគឺក្រហមឈរសម្លឹងមកកាន់គាត់ទាំង3នាក់ហ្នឹងគាត់ច្បាច់ពិលមើលគឺអត់ឃើញទេពេលដែលបិទពិលគឺឃើញព្រោះសំបីតែខ្ញុំនិយាយក៏ព្រឺរោមដែរបងប្អូនអញ្ចឹងប្រយ័ត្នប្រយែងបន្តិចបងប្អូនណាដើរតាមតំបន់ព្រៃភ្នំបោះតង់បោះអីហ្នឹងយើងប្រយ័ត្នតិចទៅប៉ះកន្លែងគេអីដាក់សែនដាក់អីគេតិចតួចទៅក៏មិនមានបញ្ហាដែរបើសិនជាយើងមិនសែនទេពេលខ្លះវាអាចដែរបងប្អូនគេគិតថាយើងនឹងអត់គោរពកន្លែងគេព្រោះជាផ្ទះរបស់គេបងប្អូននិយាយដែរអញ្ចឹងតាមព្រៃភ្នំហ្នឹងសិតតែពពួកវិញ្ញាណខ្មោចរស់នៅហើយពពួកព្រាយពពួកយក្សតាមព្រៃភ្នំហ្នឹងអញ្ចឹងបងប្រុសពេលដែលព្រលឹមឡើងទៅដល់ភូមិវិញហ្នឹងអ្នកស្រុកអ្នកភូមិក៏ឆ្ងល់គាត់ឃើញមុខស្លេកស្លាំងថាអូនមានរឿងអីយកមិញមើលទៅដូចស្លេកស្លាំងដល់ហើយ3នាក់ហ្នឹងនិយាយចេញទេបងពុតគាត់និយាយចេញមកស្រាប់តែគាត់មកដល់អំពេញវិញបងប្អូនហើយគាត់នាំមកពុកម្ដាយរបស់គាត់ហ្នឹងស្រោចទឹកស្រោចអីឲ្យពុកម្ដាយរបស់គាត់ហ្នឹងជូនទៅស្រោចទឹក3នាក់ហ្នឹងឈឺ3ថ្ងៃបងប្អូនអត់ជាទេឈឺ3ថ្ងៃសរុបមិនដឹងថាអស់ប៉ុន្មានផ្លោកទេអាហ្នឹងយើងអត់ស្គាល់ភូមិសាស្ត្រច្បាស់យើងចេះតែទៅបោះតង់ប្រេះផ្ដាស់កន្លែងណាដែលយើងមិនដែលធ្លាប់ទៅសោះយើងទៅបោះតង់ប្រកាសជាមានបញ្ហាហើយណាមួយអ្នកទាំង3ហ្នឹងក៏អត់ចេះអាគមឬក៏វិជាក្នុងខ្លួនដែរអ្នកដែលដើរព្រៃពេលខ្លះគាត់មិនមែនទៅលងមូណាបងប្អូនគាត់សិតតែចេះមុនអាគមវិជាអូបអាមរបស់គាត់ដែរមិនមែនចេះទៅធ្លោទៅលងមូអញ្ចឹងទេអូដល់ទៅលងមូអញ្ចឹងដូចយកជីវិតទៅស្លាប់ហ្មងទៅស្លាប់ចោលក្នុងព្រៃហ្នឹងហ្មងអញ្ចឹងបងប្រុសពុតគាត់បានប្រាប់ទៅកាន់ប៉ាម៉ាក់របស់គាត់ដែរហើយប៉ាម៉ាក់របស់គាត់គាត់ទៅលឺអញ្ចឹងស្ដីបន្ទោសគាត់ហ្មងគាត់ថាឯងតនេខ្លាំងហើយបើតនេដេកផ្ទះទៅបោះតង់បោះស្អីណាមកវិញអាឡែអាឡាក់ស្លេកស្លាំងហើយប្រកាសថាខ្មោចលងឯងប៉ាម៉ាក់គាត់សួរណាអញ្ចឹងមនុស្សដែលភ័យគឺគាត់និយាយអត់ចេញទេបងប្អូនតើតែគាត់នឹងស្ងប់អារម្មណ៍វិញមកគាត់បរិយាយចេញចាប់ពីថ្ងៃនោះមិត្តភ័ក្តិរបស់គាត់រួមទាំងបងពុតហ្នឹងក៏គាត់មិនហ៊ានទៅបោះតង់ដែរនៅតំបន់ភ្នំ1500នេះ
sắt xăng tại chỉ cầm pú đây phun khmoi phun ấy nó cứ rất là lại này dương mình cua từ đẹp bồn tới cho từ mưa ấy thom ra chúng tới pin hai giờ pin chụp mau quên bao com và thôi giờ xong bốn của tam là bốn pin núm cứ chỉ tu tới sầm bầu từ đôi sắt ở xe được bự tràn rồi từ pin giúp cứ đang là tranh hồ si ấy rất là thùng hình niêm bơi cả bay về chẳng ngày đó mẹ thom ra đấy chắc ta mà bó cứ slum mà chẳng gì vật bao nhiêu thay nè mà bốn xa mò gì vật có xa để cho nhau mặt hà mấy còn là ta mà bốn từ ở đăng bị phù mà xa không đăng bị cái lại na đại vì sản vật tập hiếp á nè đôi nơiประมาณថ្ងៃមុននេះខ្ញុំទៅជីផាតនេះទេសភាពស្អាតគួរសមហើយមានបងប្អូនដែលគាត់ជាអ្នកដែលទៅលេងបោះតង់ហ្នឹងគឺទៅច្រើនមែនទែនចូល20 30ម៉ូតូដែរបងប្អូនខ្ញុំឃើញហើយទេសភាពគឺស្អាតគួរសមបងប្អូនមើលទៅគឺស្អាតតែខ្ញុំអត់រីកមិនដែរបងប្អូនទៅបោះតង់ចិត្តមាត់ជ្រោះទេបងប្អូនជួនកាលពពុះខ្មោចហ្នឹងវាសន្ធិដ្ឋនៅក្នុងខ្លួនរបស់យើងវាអាចឲ្យយើងលោតចូលក្នុងជ្រោះនឹងបានវាមានបញ្ហាច្រើនបងប្អូនណាបងប្អូនបោះតង់បោះការាបោះខាងលើនេះមកកុំទៅបោះចិត្តមាត់ជ្រោះឲ្យសោះទី1ណាហើយទី2បងប្អូនកុំនិយាយប្រភ្លេចប្រភ្លោចតាមព្រៃភ្នំអញ្ចឹងកុំនិយាយប្រេះផ្ដាសសោះគឺមានបញ្ហាតាមផ្លូវវានាំឲ្យយើងនឹងបែកកង់ម៉ូតូឬក៏បែកកង់ឡានអញ្ចឹងទៅហើយផ្លូវជីផាតấyមានជាងមកពីណាបងប្អូនចុះទៅតលីលវឹងឲ្យអមសងខាងសិតតែព្រៃសុតហ្មងកាត់ជ្រាបហើយដឹងរកជាងណាបែកកង់បែកម៉ូតូនោះស្ងាត់ណាស់បងប្អូនណាអញ្ចឹងបញ្ហាតាមផ្លូវឧបសគ្គយើងអាចដឹងបានទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺមានតែស៊ើបកន្លែងស៊ើបឲ្យច្បាស់ទៅបានយើងទៅបោះតង់ទៅវាមានហៅថាភាពសប្បាយរីករាយក្នុងខ្លួនណាអានេះខ្ញុំនិយាយសាច់រឿងរបស់ប្រុសពុតទេក៏ប៉ុន្តែខ្ញុំរៀងឆ្លៀតប្រាប់បងប្អូនតិចដោយសារតែពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំបានជួបរឿងហេតុដ៏ចម្លែកមួយរបៀបថាពីចំនួនមុនចាស់គាត់និយាយថាកុំឲ្យដេកចំធ្នឹមហើយពេលហ្នឹងក៏ខ្ញុំមិនបានដឹងដែរខ្ញុំរបៀបថាដឹងតិចតួចមិនមែនថាមិនដឹងទេខ្ញុំដេកចិត្តធ្នឹមហ្នឹងវាចំហៀងតិចណាបងប្អូនហើយរៀងលៀងលុកតិចមកបរោយស្កតខ្ញុំយកហ្មងបងប្អូនស្កតមកតំហឹងហ្មងកមើកខ្លួនកមើកដៃអត់រួចទេស្កតមួយសាដេកចំហៀងស្កតតែយើងទាំងចំហៀងទៀតតែរបៀបថាយើងទៅហៅថាអ្នកចំណូលថ្មីហ្នឹងបងប្អូនវាទៅដល់លេងយើងហ្មងលេងខ្ញុំម្ចាស់ដៃមកបងប្អូនហើយតំបន់ហ្នឹងក៏សម្បូរដែរបងប្អូនតែខ្ញុំរៀងលាក់តិចទេដោយសារតែមិនចង់ឲ្យបងប្អូនមានការព្រួយបារម្ភអញ្ចឹងណាហើយទៅលេងធម្មតាអញ្ចឹងទៅហើយរឿងផ្សេងហ្នឹងបងប្អូនកុំគិតអីគិតតែរឿងបងប្អូនឲ្យសប្បាយទៅហើយខ្ញុំរីកប៉ុណ្ណេះបងប្អូនកុំទៅបោះតង់តាមមាត់ជ្រោះឲ្យសោះពួកខ្ញុំជិះទៅតាមផ្លូវជីផាត់ហ្នឹងគឺខ្ញុំឃើញកន្លែងវាស្មៅហ្នឹងគឺមានមាត់ជ្រោះណាហើយបងប្អូនខ្លះគាត់ចូលចិត្តទៅលេងមាត់ជ្រោះហ្នឹងកុំទៅឲ្យសោះបងប្អូនទៅលេងពេលថ្ងៃក៏ទៅមើលធម្មតាតែពេលយប់ក៏មកសោះបងប្អូនគឺជួរហ្នឹងវាសម្បូរណាស់បងប្អូនមិនមែនធម្មតាទេគ្រោះថ្នាក់ច្រើនណាស់អញ្ចឹងបងប្រុសពុតបន្ទាប់ពីគាត់បានត្រូវខ្មោចលងនៅក្នុងតំបន់ភ្នំ1500ហើយហ្នឹងគាត់បាក់ស្បាតមកទោះបីជាមិត្តភ័ក្តិរបស់គាត់ប្រមាណអ្នកទៀតប្រពោះគាត់ទៅដើរលេងកំពង់សោមលេងសៀមរាបលេងអីណាក៏ដោយគាត់ទៅដែរគាត់រៀងហ្មងគាត់ថាមិនដែរជួបអញ្ចឹងដេកសុកមានកញ្ចក់ស្អីមកពីណាឬខ្វាយកងគាត់តង់របស់គាត់នឹងអាជីខ្ទេចអស់លីងហើយមិត្តភ័ក្តិរបស់គាត់នឹងក៏បានឃើញដែរមនុស្សរៀងពណ៌ខ្មៅកញ្ចក់វែងភ្នែកជាងក្រហមហ្នឹងខ្ញុំគិតថាពពួកហ្នឹងពពួកបីសាចបងប្អូននៅក្នុងព្រៃហ្នឹងហ្មងណា
đã chăm lon bật la dương pe đã dương đây được trong tòng ấy nó mình đắng á nè hỏi bênนู้นครับผมเนี่ยได้รู้เนื้อน้องภูมิทั้งก็เกณฑ์ใหญ่ต่อเนี่ยได้รอบเมียนจ้าจ้าปีมุนก็แต่บอบัญชันในขนมตะบอลพนมมาปอนปรามรอยนั่งtừ ปีเนี้ยบัตรปีเนี้ยtừ ใบเนี้ยบัตรใบเนี้ยtừ แผมเนี้ยบัตรแผมเนี้ยอดเป็นชีวิตตลอดมาวันที่โดยผู้กอดคือกอดอัดเจมุนกงวิจิอมอาไม่ที่กอดโจแต่ขนมตะบอลเปรย์พนมนั่งแต่ใบบอบัญชันนั่นนะđã แตะชูเพย์đã โยกจับปูจับอะไรอย่างเงี้ยមានអីបងប្អូនត្រូវសត្វអាសេដែលពឹសហ្នឹងចឹកស្លាប់នៅក្នុងព្រៃហ្នឹងហើយអ្នកខ្លះទៀតត្រូវខ្លាខំធ្វើជាចំណីហើយខ្លះទៀតវែងក្នុងព្រៃហ្នឹងស្លាប់ដោយសារតែដាច់ស្បៀងដាច់អាហារអញ្ចឹងណាអត់មានអាហារហូបចុកវែងប្រហែលយប់ប្រហែលថ្ងៃហ្នឹងក៏ស្លាប់ក្នុងព្រៃហ្នឹងទៅចុះមិនមែនទូចណាបងប្អូនភ្នំមួយមួយមិនមែនទូចណាដើរ2ថ្ងៃមិនទាន់ផុតភ្នំមួយផងហ្នឹងបងប្អូនហើយការឡើងភ្នំក៏មិនស្រួលដែរហត់មែនតើបងប្អូនហត់ខ្លាំងពេលដែលយើងឡើងភ្នំដឹងបងប្អូនតឹងជើងហ្មងដើរតែ10ជំហានហ្នឹងគឺតែហក់ភ្លាមហ្មងដូចជាខ្ញុំទៅអាជីផាត់ហ្នឹងខ្ញុំឡើងភ្នំជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំណាបងប្អូនហើយគាត់តែឡើងបាន20ជំហានហ្នឹងតែហក់ដង្ហើមហ្នឹងដកអំចុងចូលគ្នាផងហ្នឹងតែសบายដែរបងប្អូនសบายមួយយ៉ាងមានទឹកជ្រោះមានអីចំណងមកគេដែរលក្ខណៈថាបងប្អូនចង់ទៅ relax ជាមួយសង្សារហ្នឹងគឺត្រូវហើយតំបន់ហ្នឹងមានទឹកជ្រោះទឹកអីមុជធំត្រូវត្រជាក់ស្អាតទេសភាពគឺស្អាតបងប្អូនស្អាតមែនទែនខៀវស្ងាត់ហើយឥឡូវហ្នឹងក៏គេអភិវឌ្ឍច្រើនដែរបងប្អូនណាខ្នល់ហ្នឹងគឺចាក់កសួរហើយទៅដល់ជីផាត់ហ្នឹងហ្មងហើយបកគោភ្លើងអីហ្នឹងគឺទៅដល់ហ្នឹងហ្មងទៅដល់កំពង់ដរចឡងហ្នឹងហ្មងណាដល់ភូមិដល់អីគេហ្នឹងទៅហើយសម្រាប់បងប្អូនដែលគាត់ចង់ហូបតរ៉េនហូបអីហ្នឹងក៏មានលក់នៅនឹងដែរចកានៅហ្នឹងលក់នៅនឹងហ្មងហើយនិយាយពីថារសជាតិឆ្ងាញ់មួយយ៉ាងដែរបងប្អូនផ្អែមមែនតើតរ៉េនធម្មជាតិបងប្អូនដាំដោយខ្លួនឯងណាហើយ សម្រាប់សាច់រឿងពីររឿងនេះខ្ញុំគិតថាបងប្អូនស្ដាប់ទៅបងប្អូនអាចមានអារម្មណ៍ថាភ័យខ្លាចកើតឡើងមែនទេដោយសារតែរឿងពីមុនយើងមិនដែលធ្លាប់ដឹងឬក៏ធ្លាប់បានស្ដាប់ដែលលោកតាចាស់គាត់បាននិយាយតគ្នាមកណាហើយបើសិនជាវីដេអូក្រោយគឺខ្ញុំនឹងយកសាច់រឿងប្រិមិត្តផ្សេងទៀតតែគាត់បានចែកចម្លែកមកណាហើយលោកតាម្នាក់ដែលគាត់រស់នៅម្ដុំជីផាត់ហ្នឹងក៏គាត់និយាយដែរនៅកាលពីមុនគឺអត់សូវមានភ្ញៀវទេសចរឲ្យមកលេងទេទើបតែឥឡូវទេគឺភ្ញៀវទេសចរមកច្រើនណាស់ភាគច្រើនគឺជិះគោយន្តបងប្អូនណាដោយសារតែកំពង់ចម្លងហ្នឹងគឺមិនអាចចម្លងឡានធំឡានក្រុងឡានអីទៅបានទេដោយសារតែទូកដរហ្នឹងវាទូចពេកតែថ្ងៃមុខគេកំពុងតែនឹងអាចធ្វើស្ពានដែរបងប្អូនធ្វើស្ពានដើម្បីឆ្លងទៅដោយសារតែកន្លែងហ្នឹងគឺជាអូមួយណាដៃសមុទ្រអញ្ចឹងទៅហើយបងវុតជាមួយនឹងមិត្តភ័ក្តិរបស់គាត់ឈឺរយៈពេលមួយអាទិត្យដោយសារតែគាត់បានជួបនៅអតីតភាពដែលគាត់ទៅបោះតង់នៅតំបន់ភ្នំ1500ហ្នឹងឈឺមួយអាទិត្យបានជាបងប្អូនមិនមែនធម្មតាទេលេងមួយណាលេងមួយពពួកខ្មោចបងប្អូនអត់បានទេវាគិតទៅគឺចម្លែកខ្លាំងណាពួកហ្នឹងវាចេញទៅពេលយប់ទេបងប្អូនមកមិន10មក2:10មក1អីហ្នឹងគឺចេញមកហើយព្រៃភ្នំបងប្អូននឹងស្រាប់ហើយជាទីជំរករបស់ពពួកព្រាយហើយពីនៅក្នុងហ្នឹងមិនដឹងថាជាផ្ទះជាទីលំនៅមិនទេហើយបងបុតហ្នឹងគាត់ដំបងដូចក្លាហានណាតែពេលជួបអញ្ចឹងបាក់បរោយបងប្អូនអញ្ចឹងមកថាបងប្អូនណាមនុស្សយើងបើមិនជួបម្ដងទេគឺអត់ជឿហ្មងទេតែពេលជួបផ្ទាល់ភ្នែកចាប់ផ្ដើមហ
ហើយពេលខ្លះគាត់ធ្លាប់ជួបអញ្ចឹងមែនគាត់ទៅប្រាប់មិត្តភក្តិរបស់គាត់មិត្តភក្តិរបស់គាត់ជឿដែរគាត់ថាងាប់ហើយគាត់ទៅបោះតង់សោះត្រូវខ្មោចរងដែរហើយគាត់និយាយអញ្ចឹងក៏គាត់ជឿដែរគាត់ថាបើអញត្រូវខ្មោចរងមែនអញនិយាយថាម៉េចបើអញជឿទេឲ្យទៅបោះតង់មួយសាមើលតែបោះតង់នៅហ្នឹងទៅនំ1500ហ្នឹងហើយទៅសារមើលម្ដងទៅការងារអញទៅបោះតង់ទៅហ្នឹងអញទៅទេវាថាគាត់ខ្លាចដែរណាហើយគាត់និយាយលូកចិត្តគាត់ទេវាយ៉ាងរបស់គាត់ដែរមិត្តភក្តិគាត់ញោះគាត់លេងអញ្ចឹងហើយគាត់ហ្នឹងក៏ជាអ្នកដែលរកស៊ីនៅភ្នំពេញហ្នឹងដែរទេហើយគាត់បងវុតជាអ្នកដែលលក់អាយនៅខាងផ្សារទូកកណាហើយគាត់ហ្នឹងក៏បានចែកម្លែកសាច់រឿងហ្នឹងមកកាន់ខ្ញុំដែរកើតឡើងយូរឆ្នាំដែរប្រពន្ធហើយ2011 12វាមិនមែនតិចឆ្នាំដែរណាគួរសមដែរយូរមែនដែរណាអញ្ចឹងយើងជួបគ្នាប៉ុណ្ណឹងចុះប្រពន្ធណាចាំវីដេអូក្រោយគឺខ្ញុំយកសាច់រឿងថ្មីទៀតដើម្បីយកមកដំណើរចែកជូនទៅកាន់ពុកម៉ែបងប្អូនស្ដាប់កំសាន្តណាហើយក៏សូមចិត្តបងប្អូនម្ដងទៀតសូមជួយចុច Subscribe លើ Channel ថ្មីរបស់ខ្ញុំបាទផងដើម្បីទទួលបាននៅសាច់រឿងថ្មីទៀតពីខ្ញុំបាទអូខេបងប្អូនណាយើងជួបគ្នាប៉ុណ្ណឹងចុះចឹងបន្ទាប់ពីបងប្អូនបានស្ដាប់នៅសាច់រឿងដែលកើតឡើងនៅក្នុងភូមិស្រុកមួយដែលលិចទឹកដែលភូមិហ្នឹងគឺសម្បូរទៅដោយពពួកព្រាយឬក៏អមនុស្សពពួកអសូរកាយផ្សេងហ្នឹងគឺមានការលងបន្លាចអ្នកស្រុកនៅភូមិហ្នឹងខ្លាំងមែនទែនដល់ថ្នាក់អ្នកស្រុកនៅភូមិហ្នឹងគាត់ជំលះខ្លួនចេញដោយសារតែគាត់ខ្លាចពេកណាខ្ញុំសង្ឃឹមថាបងប្អូនស្ដាប់សាច់រឿងនេះហើយបងប្អូនអាចគិតពិចារណាមើលថានៅក្នុងភូមិស្រុកនេះតើជាភូមិដែលគួរឲ្យរស់នៅឬក៏គួរតែចាក់ចេញតែបើសិនជាខ្ញុំគឺរស់នៅអត់កើតទេបងប្អូនដោយសារតែយើងមិនដែលរស់នៅក្នុងភូមិដាច់សញ្ញាអញ្ចឹងទេអញ្ចឹងសម្រាប់បងប្អូនខ្លះគាត់ធ្លាប់រស់នៅអញ្ចឹងក៏គាត់មិនសូវមានបញ្ហាដែរហើយអតិថិភាពដែលកើតឡើងនៅក្នុងភូមិស្រុកហ្នឹងគឺវាធ្វើឲ្យអ្នកភូមិហ្នឹងមានការភ័យខ្លាចខ្លាំងមែនទែនដោយសារតែវិញ្ញាណពពួកព្រាយហ្នឹងណាហើយជាធម្មតាអ្នកស្រុកនៅភូមិគឺគាត់មានការភ័យខ្លាចខ្លាំងដោយសារតែពីចំនួនមុនអត់មានទឹកអីប្រើប្រាស់គ្រប់គ្រាន់អីដូចសម័យឥឡូវទេសូម្បីតែការហូបចុកហ្នឹងក៏មិនសូវមានអីដូចសម័យឥឡូវដែរដោយសារតែភូមិហ្នឹងគឺជាភូមិដែលត្រូវគេបោះបង់ចោលណាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាហើយ admin ក៏សូមអរគុណបងប្អូនច្រើនដែលបានចូលមកស្ដាប់នៅក្នុងវីដេអូ admin ណាអញ្ចឹងបើសិនជាបងប្អូនស្ដាប់ចប់ហើយក៏សូមជួយចុច Subscribe លើ Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតហើយសម្រាប់បងប្អូនដែលគាត់ចង់ចែករំលែកជាប្រភេទសាច់រឿងខ្មោចបងប្អូនអាចតាក់ទងមកខ្ញុំបានណាអញ្ចឹងអូខេបងប្អូនណាជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណា